មើលនៅក្នុងអាកញ្ចក់ផ្លាតហ្នឹងណាអ្នកគ្នាខ្ញុំឃើញមានបងស្រីពោះធំម្នាក់ឈរគាត់ឈរហ្មងណាអ្នកគ្នាយល់គាត់ឈរនៅពេលដែលយើងឡើងអញ្ចឹងពេលដែលខ្ញុំបិទទ្វារហ្នឹងគឺខ្ញុំឃើញប្រអប់ជើងជាមួយនឹងបងស្រីរូបពណ៌សដដែលតែគាត់តម្លាក់ទឹកមុខចុះក្រោម yes មានបងសន្តិសុខម្នាក់គាត់ស្រែកថាអូនមានអ្នកគេនៅក្នុងឡានអត់គាត់ថានៅពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់នឹងហើយគឺគាត់ព្រឺឆ្អឹងខ្នងដូចគ្នានៅពេលដែលគាត់ចូលម្នាក់ឯង and then អូខេសួស្តីអ្នកនរគ្នាអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានមហាការទី2ដែលខ្ញុំចង់លើកឡើងមកជំរាបក៏ដូចជាគេហៅថាម៉េចយើងចែករំលែកគ្នាពាក់ព័ន្ធជាមួយនឹងអីដែលខ្ញុំបានជួបប្រទេសអញ្ចឹងណាអញ្ចឹងដូចអ្នកនរគ្នាឃើញហើយម្សិលមិញខ្ញុំបាន post status មួយពាក់ព័ន្ធជាមួយនឹងបងស្រីពូធំនៅក្នុងខេត្តកំពង់ឆ្នាំងហើយកញ្ញា PK ជាន់កងទាត់រហូតដល់120នៅក្នុងផ្លូវជាតិលេខ5 yes ចឹងមុននឹងចូលដល់សាច់រឿងនេះខ្ញុំក៏នៅតែបញ្ជាក់ដដែលដែរខ្ញុំមកនេះខ្ញុំមិនមែនអត់អ្នកគ្នាជឿខ្ញុំគាត់មកនេះចែករំលែកពាក់ព័ន្ធបទពិសោធន៍ដែលយើងបានទទួលហើយក៏យើងបានឃើញអញ្ចឹងណាអញ្ចឹងខ្ញុំលើកឡើងមកនេះក៏មានពាក់ព័ន្ធមួយនឹងធីមខ្ញុំដែរមិនមែនខ្ញុំឃើញតែឯងទេក៏មិនមែនមានអារម្មណ៍តែឯងដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នាស្ដាប់ហើយជាការកំសាន្តចុះហើយពេលស្ដាប់ហើយក៏កុំគិតច្រើនដែរអញ្ចឹងណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់នេះគឺយើងសម្ដៅបន្តែអ្នកគ្នាគឺយើងកាត់ឡើងនៅក្នុងខេត្តកំពង់ឆ្នាំងនៅក្នុងឆ្នាំនឹងដោយសារតែខ្ញុំអត់បានលើកឡើងខ្ញុំគិតថាវាអត់ទាន់អីដែលខ្ញុំអាចត្រូវនិយាយអញ្ចឹងណាដល់ពេលហើយខ្ញុំចាប់ដើមធ្វើ content ឬមួយក៏លើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់ដូចវាថាហេតុការណ៍ព្រួយមួយចំនួនអញ្ចឹងឃើញមានការចាប់អារម្មណ៍ពីអ្នកនរគ្នាឃើញឆាតមកសុំវគ្គ2ទៅអីអញ្ចឹងទៅអញ្ចឹងខ្ញុំក៏លើកឡើងពាក់ព័ន្ធមួយបាត់ប្រសពធ្លាប់ជួបឬមួយក៏ប្រទេសអីអញ្ចឹងណាអញ្ចឹងសម្រាប់បញ្ហាទាំងអស់ហ្នឹងគឺកាត់ឡើងនៅក្នុងខេត្តកំពង់ឆ្នាំងនៅក្នុងអំឡុងពេលខែ3គឺខ្ញុំបានចូលរួមពាក់ព័ន្ធជាមួយនឹងពិធីមង្គលការមួយរបស់ធីមការងារដែលយើងទៅគ្នាចំនួន4នាក់យើងទៅពីពេលព្រឹកម៉ោង9អញ្ចឹងយើងត្រឡប់មកភ្នំពេញវិញខ្ទង់ម៉ោង7ជាងអញ្ចឹងសម្រាប់ហេតុការណ៍ហ្នឹងវាអត់មានអីសាំញ៉ាំទេគឺមានន័យថាពួកខ្ញុំធ្វើដំណើរពីព្រឹករហូតដល់ថ្ងៃញ៉ាំបាយថ្ងៃអីហ្នឹងគឺហេតុការណ៍ធម្មតាវាថាយើងអត់មានបញ្ហាអីទេហើយពេលដែលយើងទៅការអញ្ចឹងស្រីគាត់អត់ចាំបាច់ពាក់ខោអាវឬមួយក៏មានផ្លាស់ប្ដូរសម្លៀកពាក់អីនៅតាមផ្លូវទេដោយសារតែការគេដល់ល្ងាចហើយយើងទៅនឹងបែបលក្ខណៈដើរលេងផងពីព្រឹកឡើងដល់ថ្ងៃអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបាយថ្ងៃហើយក៏មានបងស្រីម្នាក់នៅក្នុង4នាក់ហ្នឹងគឺគាត់បាន check មួយនៅខាងអ្នកដែលគាត់ធ្លាប់ស្គាល់ថាអូតែនឹងមិនដែរអីអញ្ចឹងណាអញ្ចឹងគាត់ក៏ឲ្យគេកក់ឲ្យគេបុកឲ្យអញ្ចឹងទៅអញ្ចឹងពេលដែលបុកហើយក៏យើងចូលទៅរៀបចំខ្លួនស្រីក៏រៀបចំមុខទឹករៀបចំខ្លួនគៀបសក់ផាត់បុកអីដើម្បីរៀបចំដើម្បីទៅកម្មវិធីអញ្ចឹងណាអញ្ចឹងយើងកាត់ចូលដល់ពេលដែលចូលទៅដល់អូតែលហ្មងអញ្ចឹងចូលទៅដល់អូតែលបរិយាកាសគេធម្មតាវាហើយដល់ពេលដែលខ្ញុំចូលទៅដល់ក្នុងអូតែលយើងសុំ check in អញ្ចឹងណាខ្ញុំចូលក្រោយគេទីរៃព្រោះអីត្រឡប់ខ្ញុំចូលចិត្តធ្វើអីក្រោយគេឬមួយក៏ឲ្យបងស្រីគាត់ឡើងទៅមុនទៅខ្ញុំទៅតាមក្រោយយូរបានយូរអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលដែលយើងចាប់ដើមបុកអីអស់ហើយក៏ប្រាប់លេខបន្ទប់លេខអីខ្ញុំក៏នាំគ្នាឡើងទៅមុនand thenខ្ញុំចូលចិត្តផឹកទឹកហើយដល់មានខ្ញុំឃើញដល់ហ្នឹងគេមានលក់ដូងអញ្ចឹងខ្ញុំក៏ប្រាប់reception នឹងថាបងចាំពេលពួកខ្ញុំចូលហើយអាចជួយយកដូងកាប់ដូងឬមួយក៏យកទឹកសុទ្ធអីឲ្យពួកខ្ញុំផងអញ្ចឹងណាreception ហ្នឹងគឺគួយអត់ឡើងទេបងប្អូនគេបកកែកហ្មងណាខ្ញុំពិបាកដែរទៅខ្ញុំក៏ថាអូខេអញ្ចឹងចាំនិយាយទៅយើងឲ្យគាត់យកទៅក៏គាត់ព្រមយកទៅដែរអញ្ចឹងខ្ញុំចាំឲ្យគាត់កាប់ដូងឲ្យទិញទឹកសុទ្ធអីហើយក៏ខ្ញុំយូរឲ្យបានឡើងអ្នកនរគ្នាអញ្ចឹងខ្ញុំរៀបរាប់ពាក់ព័ន្ធជាមួយនឹងគេហៅគេអាចសន្តាគារនឹងអញ្ចឹងណាបែបសន្តាគារនឹងតាមពិតឬមួយក៏ទស្សនៈហ្នឹងវារៀងចាស់ទ្រទ្រមកបើនិយាយទៅវារៀងយូរឆ្នាំហើយតាំងពីធីមខ្ញុំហ្នឹងគាត់ធ្វើការនៅនឹងធ្លាប់ចុះ audit ធ្លាប់អីដល់ហ្នឹងអញ្ចឹងណាអញ្ចឹងទៅក៏គាត់ស្គាល់កន្លែងហ្នឹងពីមុនមិនមានបញ្ហាអីទេអញ្ចឹងក៏យើងមកបុកអញ្ចឹងទៅអញ្ចឹងពេលដែលសភាពឡើងអូតែលគេហ្នឹងគឺអូតែលគេដូចជាមាន2ទៅ3ជាន់អញ្ចឹងពួកខ្ញុំដូចជានៅជាន់លើគេគឺអូតែលគេហ្នឹងមានផ្លូវឡើងច្រកមានផ្លូវកាច់ហើយមានផ្លូវពាក់កណ្ដាលហ្នឹងគឺបុកចូលទៅអត់មានឡើងចដោយគឺបុកទៅចំប្លង់ហើយបត់ខាងឆ្វេងមានបន្ទប់បត់ខាងស្ដាំមានបន្ទប់ហើយបានមានផ្លូវឡើងទៅជាន់មួយទៀតអញ្ចឹងពេលដែលផ្លូវឡើងជាន់មួយទៀតហ្នឹងគឺយើងបកចេញពីបន្ទប់ខាងឆ្វេងហ្នឹងឡើងទៅគឺឃើញមានកញ្ចក់គេដាក់កញ្ចក់ខ្ញុំអត់ដឹងថាគេដាក់កញ្ចក់នៅក្នុងន័យអីណាគ្នាយល់ទេគឺគេដាក់កញ្ចក់ថ្លាហ្នឹងគឺយើងដើរទៅយើងឃើញខ្លួនឯងក្នុងហ្នឹងហ្មងហើយពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំទៅក្រោយគេ and then ពួកគាត់ពេលដែលឡើងទៅអស់ហើយគាត់នៅមុខបន្ទប់អីចឹងណាខ្ញុំនៅក្រោយគេ and then now គេនឹងមានហេតុការណ៍អីអត់ពេលដែលខ្ញុំឡើងឈានចូលទៅដល់ចដានហ្នឹងមើលនៅក្នុងអាកញ្ចក់ផ្លាតហ្នឹងណាអ្នកនរគ្នាខ្ញុំឃើញមានបងស្រីពោះធំម្នាក់ឈរ
គាត់ឈរហ្មងណាអ្នកគ្នាយល់គាត់ឈរនៅពេលដែលយើងឡើងអញ្ចឹងគាត់ឈរខាងក្រោយខ្ញុំហ្មង yes គាត់ឈរនៅខាងក្រោយ and then ខ្ញុំចាខ្ញុំតែងតែធ្លាប់លើគេនិយាយថាបើសិនជាឃើញអញ្ចឹងយើងកុំធ្វើខ្លាចបើសិនជាខ្លាចយើងនឹងបាក់បៀតាមនឹងអញ្ចឹងណាអូខេខ្ញុំក៏សម្រួលអារម្មណ៍អញ្ចឹងទៅអញ្ចឹងចាប់ផ្ដើមចូលទៅដល់បន្ទប់ហ្នឹងណាគឺក៏មានការរៀបចំអីផ្សេងអញ្ចឹងទៅអញ្ចឹងបន្ទប់គេហ្នឹងនៅខាងក្នុងស្ថានបន្ទប់គេហ្នឹងគឺឈើហើយគេមានក្រែដូចក្រែព្រះនាងអញ្ចឹងណាហើយគេមានតុសំអាងគេមួយនៅខាងមុខហ្នឹងបែបឈើទាំងអស់នៅខាងក្នុងហ្នឹងណាទាំងតុសំអាងទាំងទូដាក់ខាងអាងហើយជាមួយនឹងក្រែគេគឺឈើទាំងអស់អ្នកគ្នាអញ្ចឹងហើយបន្ទាប់មកទៀតគឺពួកខ្ញុំចាប់ផ្ដើមរៀបចំអាវ៉ាន់អញ្ចឹងទៅក៏យើងអត់មានបញ្ហាទេប៉ុន្តែខ្ញុំវាអារម្មណ៍អត់ស្រួលថាពួកខ្ញុំឃើញអញ្ចឹងមនុស្សខ្ញុំវាឆ្មាក់អារឿងអញ្ចឹងណាអ្នកគ្នាយល់ទេអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹងឥឡូវខ្ញុំកាត់ដល់ពេលដែលធ្វើខ្លួនហើយអស់ចប់អញ្ចឹងណាអញ្ចឹងពួកគាត់ធ្វើខ្លួនហើយអស់ចប់គឺយើងចាប់ផ្ដើមរៀបចំអាវ៉ាន់ដើម្បីឲ្យពួកគាត់រៀបចំខ្លួនចេញទៅកន្លែងកម្មវិធីការគេអញ្ចឹងពេលដែលចាប់ដើមជិះដល់កម្មវិធីការគេអាចថាខ្ញុំមនុស្សប្រុសខ្ញុំនៅក្រោយគេរហូតមិនថាបិទទ្វារមិនថាអីអញ្ចឹងណាអញ្ចឹងពេលរៀបចេញពួកគាត់ចេញទៅអស់ហើយខ្ញុំនៅពីអ្នកបងស្រីម្នាក់បងស្រីចុះហ្នឹងហើយបងស្រីដែលគាត់ទៅមួយគ្នានឹងអញ្ចឹងណាគាត់ចាញ់ហើយឯងប៉ុន្តែគាត់ភ្លេចយក spray បាញ់មាត់គាត់អញ្ចឹងណាគាត់ចូលទៅវិញអ្នកគ្នាខ្ញុំប្រាប់គាត់ថាបងចាំជួយចាំខ្ញុំផងពេលខ្ញុំបិទទ្វារអញ្ចឹងណាមុនដំបូងគាត់ចាំតែពេលគាត់ភ្លេចពេលដែលគាត់ចូលទៅក្នុងនឹងវិញអ្នកគ្នាចេញមកគាត់ចេញមកគឺគាត់រត់ទៅបាត់ហ្មងគាត់ទុកខ្ញុំចោលម្នាក់ឯងហើយអ្នកគ្នាដឹងមានហេតុការណ៍អីអត់ពេលដែលខ្ញុំបិទទ្វារហ្នឹងគឺខ្ញុំឃើញប្រអប់ជើងជាមួយនឹងបងស្រីរូបពណ៌សដដែលតែគាត់តម្លាក់ទឹកមុខចុះក្រោម yes គឺបែបហ្នឹងអ្នកទាំងអស់គ្នាខ្ញុំចាប់ដើមញ័រដៃញ័រជើងហ្មងណាញ័រដៃញ័រជើងធ្វើឲ្យទៅចាក់ចង់ចូលទៀតហើយបងស្រីហ្នឹងបងស្រីទៅមួយគ្នាគាត់អញ្ចឹងទៀតអ្នកគេដឹងបែបគាត់អត់ចាំខ្ញុំទេខ្ញុំតែខ្ញុំប្រាប់ថាបងចាំជួយចាំខ្ញុំផងតែគាត់អត់ចាំទេគឺគាត់ទៅហ្មងដល់ពេលហើយចាប់ដើមទៅពិធីមង្គលការគេអីហើយចប់អស់ពួកខ្ញុំក៏មានការត្រឡប់មកតែវិញដោយសារតែអត់ចាំបាច់យកអីដោយសារតែយើងថាយើងមកខ្ទង់មក7ឬមួយក៏7ជាងយើងអាចយកអីវ៉ាន់ហើយឬមួយក៏គាត់ផ្លាស់ដោយសារតែតកងហ្នឹងមនុស្សស្រីមកភ័ក្រខ្ញុំឈ្មោះ PK ហ្នឹងគាត់មនុស្សស្រីអញ្ចឹងគាត់អាចពាក់រូបគាត់ហ្នឹងទៅបើកឡានបានទេអញ្ចឹងវាទៅអញ្ចឹងគាត់ត្រូវផ្លាស់កាអញ្ចឹងពួកខ្ញុំក៏បានយកអីវ៉ាន់ចេញពីក្នុងហ្នឹងដែរអញ្ចឹងទៅបន្ទាប់មកទៀតអញ្ចឹងបន្ទាប់ពីយើងមកពីការវិញណាអញ្ចឹងយើងចាប់ដល់មកពីការវិញគឺយើងចូលឡានមកក្នុងទស្សនៈហ្នឹងដដែលអ្នកគ្នាដឹងខ្ញុំមែនសិនឯងក្នុងឡានហ្នឹងគឺយើងមានគ្នា4នាក់ស្រី3នាក់ហើយខ្ញុំប្រុសម្នាក់ឯងហើយ PK គាត់តកងឡានអញ្ចឹងខ្ញុំអង្គុយជាប់តកងហើយបងស្រី2នាក់ទៀតក៏គាត់អង្គុយខាងក្រោយ yes and បន្ទាប់ពីយើងចាប់ផ្ដើមចុះពីលើឡានពេលដែលយើងមកពីពិធីមង្គលការគេនឹងវិញអ្នកគ្នាដឹងមានហេតុការណ៍អីអត់គឺពេលដែលយើងចុះអស់ហើយគ្នាយើងមាន4នាក់ចុះពីក្នុងឡានអស់ហើយយើងដើរមកដល់ក្នុងទស្សនៈគេនឹងហើយសប្តាហ៍មានបងសន្តិសុខម្នាក់គាត់ស្រែកថាអូនមានអ្នកគេនៅក្នុងឡានអត់yes គាត់សួរថាអូនមានអ្នកគេនៅក្នុងឡានអត់ទាំងតែពួកខ្ញុំចេញហើយអស់ហើយអ្នកទាំងអស់គ្នាចេញពីក្នុងឡានអស់ហើយតែគាត់ស្រែកបែបហ្នឹងបន្ទាប់មកទៀតខ្ញុំក៏ក្នុងចិត្តបុកធំថាអូយអញមានរឿងអីទៀតហើយពួកអីទៅតែឃើញហើយទៅតែអីហើយអញ្ចឹងណាហើយខ្ញុំទម្លាប់ខ្ញុំពេលដែលដើរឬមួយក៏អីគឺខ្ញុំអត់ចេះបន្លាចអ្នកនៅជាមួយទេខ្ញុំខ្លាចពួកគាត់មានអារម្មណ៍អត់ល្អហើយមួយទៀតគឺតកងដែលគាត់បើកជាមនុស្សស្រីខ្ញុំខ្លាចលោយើងមានបញ្ហាតាមផ្លូវអីចឹងទៅខ្ញុំក៏សុខចិត្ត keep រឿងហ្នឹងសិនអញ្ចឹងចាំចេញពីក្នុងខេត្តហ្នឹងចាំខ្ញុំនិយាយប្រាប់ពួកគាត់ចឹងហ្មងទៅអញ្ចឹងខ្ញុំថាខ្ញុំ keep សិនអញ្ចឹងណា yes and then មានបញ្ហាហ្នឹងគឺគាត់ស្រែកថាអូនមានអ្នកគេនៅក្នុងឡានអត់ពួកខ្ញុំនេះបុកពួកខ្ញុំភ័យយកណោះខ្ញុំភ័យហ្មងតែចំមានរឿងអីទៀតអីបែបគេតាមទៅដល់លើឡានមែនក្នុងចិត្តខ្ញុំគិតបែបហ្នឹងណា yes and then ដល់ពេលហើយបន្ទាប់មកទៀតពេលដែលយើងចុះទៅមើលឡានគឺនៅក្នុងឡានអត់មានទេតែបងសន្តិសុខប្រាប់ថាដោយសារតែគាត់ឃើញមានភ្លើងនៅក្នុងឡានមានថាចុះមកភ្លើងនៅក្នុងឡានអញ្ចឹងគាត់ស្មានតែមនុស្សមាននៅក្នុងឡានអូខេអញ្ចឹងខ្ញុំខាត់ត្រឹមនឹងទៀតខាត់ត្រឹមនឹងចេញប៉ុណ្ណឹងសិនគឺខ្ញុំចាប់ផ្ដើមចូលទៅដល់ពេលដែលពួកខ្ញុំចាប់ផ្ដើមទៅយកអីវ៉ាន់ yes ដដែលហ្នឹងផ្លូវឡើងគឺគេឡើងចុះដដែលអញ្ចឹងទៅហើយពេលដែលខ្ញុំពួកគាត់ដោយសារតែខ្ញុំអ្នកកាន់សោដោយសារតែពេលហ្នឹងខ្ញុំអ្នកចាក់ចេញក្រោយគេអញ្ចឹងសោនឹងខ្ញុំស្រាប់ yes and then ពួកខ្ញុំទៅគាត់ឈរចាំនៅមុខបន្ទប់ and then ពេលដែលខ្ញុំគាត់ដដែលទៅខ្ញុំឃើញបងស្រីពូធំដដែលគាត់នៅកញ្ចក់នៅមុខហ្នឹងឯងពួកខ្ញុំមិនដឹងថាទស្សនៈគេហ្នឹងគឺធ្វើមិនទេគឺគេធ្វើកញ្ចក់ពីដើរទៅគេយើងឃើញខ្លួនឯងនៅមុខកញ្ចក់ហ្នឹងហ្មងណាខ្ញុំអត់យល់ថាមិនបានជាទស្សនៈគេធ្វើអញ្ចឹងណាហើយខ្ញុំនៅតែឃើញគាត់ប៉ុន្តែខ្ញុំនៅឃើញនៅក្នុងសន្តានអត់មានឃើញមុខទេគឺឃើញតែគាត់ពាក់រ៉ូបសហើយពូធំហើយគាត់តែលាក់មុខចុះក្រោម yes អញ្ចឹងតបពីយើងចាប់ផ្ដើមចូលហើយខ្ញុំនៅតែធ្វើអារម្មណ៍តែក្នុងចិត្តខ្ញុំភ័យណាអ្នកគ្នាគឺចាប់ផ្ដើមញ័រដៃញ័រជើងហើយពេលហ្នឹង
តើពួកខ្ញុំតែពេលដែលចាញ់ឬមួយក៏អីក៏ត្រូវតែញ៉ាំអីដែរមុនហើយមានកម្រងទៀតនិយាយទៅវិញពួកខ្ញុំមានកម្រងថាចេញពីការគេហ្នឹងគឺតែញ៉ាំបាយឆានៅម្ដុំវងមូលឯករាជ្យនៅក្នុងខេត្តកំពង់ឆ្នាំងហ្នឹងអញ្ចឹងក៏ថារៀបចំឲ្យបានយើងទៅញ៉ាំបាយអញ្ចឹងទៅពួកយើងញ៉ាំហូបការគេក៏ញ៉ាំឲ្យបានច្រើនដែរអញ្ចឹងណា yes and then ខ្ញុំចាប់ផ្ដើមចូលទៅ check អៅមកវិញអាវ៉ាអីទាំងអស់ហ្នឹងក៏គេអត់មាន check បន្ទប់យើងដូចដើមគេនឹង check បន្ទប់ពេលដែលពួកខ្ញុំចេញអស់ហើយខ្ញុំចាប់ផ្ដើមប្រាប់តកងថា PK មកចូលទៅបាយឯងឡើងឡានទៅពេញវិញហ្មងទៅហើយមិត្តភក្តិខ្ញុំនឹងវីដេអូចាត់ទៀតអ្នកគ្នាវាគាត់តែឃើញទស្សនវិជ្ជាកាយវិការខ្ញុំហ្នឹងណាគឺវាដឹងថាខ្ញុំមានបញ្ហាអីគាត់តែប៉ុណ្ណឹងក្នុងឡានគឺស្ងាត់ជ្រាបចាប់ផ្ដើមមានមានអារម្មណ៍អញ្ចឹងណាចាប់ក្នុងឡានចាប់ផ្ដើមស្ងាត់ហើយមិត្តភក្តិខ្ញុំនោះវាថាវាធ្លាប់ត្រឡប់ជិះឡានវាដាក់ជួនដល់កងត100ជាងឯងអញ្ចឹងអាចថាថ្ងៃហ្នឹងបើសិនជាប៉ូលីសឃើញអីខ្ញុំអត់ដឹងទេណាដោយសារតែពេលហ្នឹងគឺមានអ្នកចាប់ផ្ដើមរៀងអ៊ូអាប់ឯងអញ្ចឹងគឺពេលដែលយើងចាប់ដើមមកជិះនៅលើឡានខ្ញុំចាប់ដើមថប់ទ្រុងហើយខ្ញុំចង់និយាយឲ្យវាចេញប៉ុន្តែខ្ញុំគិតថាឥឡូវហ្នឹងខ្ញុំនៅកំពុងតែស្ថិតនៅក្នុងខេត្តហ្នឹងនៅឡើយអញ្ចឹងខ្ញុំអត់ទាន់អាចបានហ៊ានបាននិយាយអីទេខ្ញុំចេះតែប្រាប់ថាអូបែបគេមកផ្សព្វផ្សំបុណ្យចង់ឲ្យយើងផ្សព្វផ្សាយបុណ្យឲ្យគេអញ្ចឹងណាអញ្ចឹងខ្ញុំចេះតែអត់ទិថាបើសិនជាញ៉ាំចង់បានបុណ្យចង់បានអីអញ្ចឹងខ្ញុំអត់ទិកសោឲ្យខ្ញុំបានធ្វើផ្ដោតជូនអញ្ចឹងកុំធ្វើឲ្យពួកខ្ញុំអីអញ្ចឹងទៅ yes and then ពេលដែលខ្ញុំចាប់ដើមហួសក្នុងខេត្តហ្នឹងភ្លាមខ្ញុំចាប់ដើមនិយាយហេតុការណ៍ទាំងអស់ហ្នឹង everyone shoutតាមពិតពួកគាត់ក៏មានអារម្មណ៍ដូចខ្ញុំដែរថាវា weird and everything so ចម្លែកអ្នកគ្នានៅចាំថាបងស្រីម្នាក់ដែលគាត់នៅទៅយក spray បាញ់មាត់ហ្នឹងឯងហើយបានគាត់រត់គាត់ថានៅពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់ហ្នឹងហើយគឺគាត់ព្រឺឆ្អឹងខ្នងដូចគ្នានៅពេលដែលគាត់ចូលម្នាក់ឯង and then ដល់ពេលដែលគាត់ចូលអញ្ចឹងហើយបានគាត់ចេញមកវិញគាត់រត់ទៅហ្មងគាត់ទុកខ្ញុំនៅម្នាក់ឯង just អ្នកគ្នាយល់អត់អញ្ចឹងមានន័យថាហេតុការណ៍ហ្នឹងគឺវាធ្វើឲ្យខ្ញុំពេលហ្នឹងរៀងត្រាំបន្ថយដែរតែគាត់ថាអត់ដែរបាននិយាយដោយសារខ្ញុំដូចជំរាបអ្នកគ្នាចឹងថាខ្ញុំអត់ចង់លើកឡើងនិយាយទេប៉ុន្តែដោយសារថ្ងៃមុនវាជួបហេតុការណ៍នេះហើយក៏បតិកលាគ្នាខ្ញុំក៏និយាយអស់ទៅពាក់ព័ន្ធនឹងបញ្ហាឬមួយក៏រឿងអីផ្សេងៗដែលខ្ញុំជួបប្រទះអញ្ចឹងណាអញ្ចឹងរឿងហ្នឹងវាមានតែប៉ុណ្្នឹងឯងហើយមួយទៀតខ្ញុំនៅតែសុខចិត្តអ្នកគ្នាឬមួយក៏ចង់បញ្ជាក់ដែរថាខ្ញុំអត់អត់អ្នកគ្នាជឿខ្ញុំទេតែនេះគឺខ្ញុំលើកឡើងពាក់ព័ន្ធមួយហេតុការណ៍ដែលខ្ញុំធ្លាប់បានជួបតែប៉ុណ្្នឹងណាហើយនិយាយទៅសាក់សីមាន4នាក់នៅក្នុងឡានហ្នឹងខ្ញុំអត់មិនមែនយករឿងមកប្រឌិតមកនិយាយទេពេលដែលគាត់អ្នកដែលគាត់នៅក្នុងស្ថានភាពហ្នឹងគឺគាត់នឹងដឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាមួយទៀតអញ្ចឹងខ្ញុំសោះចេះឬមួយក៏ស្នើសុំមកសម្រាប់បងម្ចាស់អូតែឬមួយក៏ស្ថានភាពឬមួយទស្សនៈដែលគាត់មានបន្ទប់ណាដែលមានបញ្ហាទាំងអស់ហ្នឹងខ្ញុំសង្ឃឹមថាកុំដាក់ឲ្យភ្ញៀវណោះពួកអីពួកគាត់អត់ដឹងថាទាំងអស់ហ្នឹងវាមានបញ្ហាឬមួយក៏អីទេចុះបើសិនជាក្នុងករណីថាមានបញ្ហាអីផ្សេងកាត់លើពួកគាត់វាមានបញ្ហាទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងបើសិនជាបន្ទប់ណាមានបញ្ហាខ្ញុំសង្ឃឹមថាបងម្ចាស់ទស្សនៈឬមួយក៏អូតែផ្សេងគាត់នឹងកែប្រែកន្លែងហ្នឹងតិចទេណោះឬមួយក៏អាចអូខេបើមានបន្ទប់ប្រាប់ថាអូ full ហើយអញ្ចឹងទៅណាខ្ញុំចេះសិនតែប៉ុណ្្នឹងតែខ្ញុំឆ្ងល់ថាហេតុអីបានជាទស្សនៈហ្នឹងដាក់កញ្ចក់ជុំវិញអញ្ចឹងតែពេលដែលឡើងទៅគឺយើងឃើញខ្លួនឯងនៅក្នុងកញ្ចក់ហ្នឹងហ្មង